សូមប្រើប្រាស់ជីវិតថ្នាក់ទី12ឲ្យមានការប្រុងប្រយ័ត្នជាទីបំផុតហើយនេះគឺជា3ចំណុចដែលខ្ញុំចង់ឲ្យគ្នាយើងថ្នាក់ទី12មានការប្រុងប្រយ័ត្នជាមួយនឹងពួកវា1បញ្ហាផ្លូវចិត្តបើសិនជាយើងនិយាយអំពីដើមហេតុឬមួយក៏មូលហេតុដែលធ្វើឲ្យប៉ះពាល់មកកាន់ផ្លូវចិត្តរបស់យើងហ្នឹងគឺវាមានច្រើនប្រភពខ្លាំងមែនទែនវាអាចមកពីក្រុមគ្រួសាររបស់យើងវាអាចមកពីទំនាក់ទំនងមិត្តភ័ក្តិទំនាក់ទំនងស្នេហាឬមួយក៏វាកើតចេញពីការគិតរបស់យើងខ្លួនឯងតែម្ដងប៉ុន្តែពេលខ្លះដើម្បីឲ្យយើងអាចការពារផ្លូវចិត្តរបស់យើងបានលុះត្រាណាតែយើងហ៊ាននិយាយនៅអ្វីដែលយើងកំពុងតែជួបនឹងចេញមកខាងក្រៅខ្ញុំឧទាហរណ៍ចាស់ស្ដែងថាបើសិនជាគ្នាយើងកំពុងតែរស់នៅក្នុងស្ថានភាពគ្រួសារមួយដែលពោរពេញទៅដោយការឆ្លុះប្រកែកគ្នាការប្រើប្រាស់អំពើហិង្សាអញ្ចឹងនៅពេលហ្នឹងគឺជាពេលមួយដែលយើងត្រូវតែហ៊ាននិយាយពីអារម្មណ៍របស់យើងពិតពីបញ្ហាពិតដែលយើងកំពុងតែជួបទៅឲ្យពួកគាត់បានស្ដាប់បើសិនជាឪពុកម្ដាយរបស់យើងពួកគាត់អាសាទាស់សម្ដីគ្នាអញ្ចឹងយើងអាចទៅនិយាយជាមួយពួកគាត់ពិភាក្សាជាមួយពួកគាត់ថាបើសិនជាយល់ល្អឬមួយក៏ដាច់ខាតគឺទៅតែបិទបញ្ចប់នៅបញ្ហាឆ្លុះប្រកែកគ្នាការប្រើប្រាស់ហិង្សាទៀតទៅពីព្រោះថាវាធ្វើឲ្យប៉ះពាល់មកកាន់អារម្មណ៍របស់យើងខ្លាំងមែនទែនហើយបើសិនជាពួកគាត់នៅតែបន្តអាសកម្មភាពបែបហ្នឹងទៀតច្បាស់ណាស់ថាជីវិតទី12របស់យើងប្រកាសជាជួបការលំបាកជាក់ជាមិនខានដោយដែលអ្វីដែលខ្ញុំបាននិយាយពីខាងដើមចំណុចមិញអញ្ចឹងថាតេតិនជាមួយនឹងរឿងដែលវាធ្វើឲ្យប៉ះពាល់មកកាន់ផ្លូវចិត្តរបស់យើងគឺវាកើតចេញមកគឺច្រើនប្រភពខ្លាំងមែនទែនប៉ុន្តែនៅក្នុងចំណុចមួយនេះខ្ញុំអត់ខ្វល់ថាវាចេញមកពីប្រភពណាទេអ្វីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងពីវិធីសាស្ត្រដើម្បីការពារផ្លូវចិត្តរបស់យើងឲ្យបានល្អជាទីបំផុតនោះគឺជាការអានសៀវភៅខ្លីៗអំពីចំណុចទី1នេះបើសិនជាយើងចង់ការពារផ្លូវចិត្តរបស់យើងឲ្យបានល្អកុំភ្លេចការអានសៀវភៅ2សុខសុវត្ថិភាពនិងសុខភាពពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសង្កេតឃើញថាគ្នាយើងសឹងតែទាំងអស់តែម្ដងគឺយើងតែងតែចាប់អារម្មណ៍ជាមួយនឹងចំណុចមួយនេះនៅពេលដែលយើងចិត្តដល់ពេលដែលត្រូវប្រឡងបាក់ឌុបអាចថានៅសល់មួយខែឬមួយសល់កន្លះខែទៅយើងចាប់ផ្ដើមមានអារម្មណ៍មួយថាអូយើងត្រូវប្រុងប្រយ័ត្នជាមួយនឹងចំណីអាហារយើងចាប់ផ្ដើមអត់ហ៊ានដើរលេងច្រើនយកអត់សូវហ៊ានចេញក្រៅច្រើនខ្លាចជួបគ្រោះថ្នាក់តាមផ្លូវអីចឹងទៅប៉ុន្តែបើសិនជាយើងគិតអំពីចន្លោះពេលនេះរហូតដល់ពេលប្រឡងវិញគឺវានៅសល់ពេលយូរអញ្ចឹងគ្រប់គ្នាមើលទៅហាក់បីដូចជាបង្ងើយកន្តើយជាមួយនឹងចំណុចមួយនេះខ្លាំងមែនតើអញ្ចឹងតើតើមួយចំណុចមួយនេះគឺខ្ញុំចង់ឲ្យអ្នកគ្នាមានការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្ពស់តេតិនជាមួយនឹងសុខសុវត្ថិភាពរបស់យើងដូចជាបញ្ហាសុខភាពរបស់យើងការហូបចុកការធ្វើដំណើរហ្នឹងសូមឲ្យមានការប្រុងប្រយ័ត្នខ្លាំងមែនតើយើងកុំចាំដល់ពេលថាចិត្តដល់ពេលប្រឡងហើយបើយើងប្រុងប្រយ័ត្នយើងត្រូវតែប្រុងប្រយ័ត្នចាប់ពីថ្ងៃនេះតទៅតែម្ដងមុននឹងតិចចេញដំណើរទៅណាសូមពិនិត្យមើលយានជំនិះរបស់យើងជាយឺតជាមួយមើលឆ្វេងមើលស្ដាំនិយាយទៅគឺបង្កើនការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំងហើយចំពោះការហូបចុកវិញក៏ដូចគ្នាដែរយើងត្រូវតែរៀនពិនិត្យមើលថាតើម្ហូបណាយើងគួរតែញ៉ាំម្ហូបណាយើងគួរមិនញ៉ាំម្ហូបណាយើងគួរតែយូរញ៉ាំម្ដងអីគឺយើងព្យាយាមបង្កើននៅអាភាពប្រុងប្រយ័ត្នតេតិនជាមួយនឹងបញ្ហាអត់ទៅនឹងឲ្យបានកាន់តែច្រើននោះហានិភ័យនៅពេលដែលយើងទៅប្រឡងបាក់ឌុបវាមានកាន់តែតិច3ដំណើរការនៃការរៀនសូត្រខ្ញុំចង់ឲ្យគ្នាយើងចាប់ដើមធ្វើការសង្កេតអំពីសកម្មភាពនៃការសិក្សារៀនសូត្ររបស់យើងនឹងពីមួយថ្ងៃទៅមួយថ្ងៃតើថ្ងៃនេះយើងបានរៀនច្រើនជាងម្សិលមិញហ្នឹងដែរឬអត់បើសិនជាថ្ងៃនេះយើងរៀនបានច្រើនជាងថ្ងៃម្សិលមិញអញ្ចឹងវាជារឿងមួយដែលល្អហើយជារឿងមួយដែលយើងត្រូវតែធ្វើឲ្យបានកាន់តែល្អទៀតនៅក្នុងថ្ងៃស្អែកប៉ុន្តែបើសិនជាថ្ងៃនេះយើងរៀនបានតិចជាងថ្ងៃម្សិលមិញសំណួរសួរថាតើវាមកពីហេតុផលអ្វីហើយតើយើងគួរតែរកដំណោះស្រាយយ៉ាងម៉េចទើបអាចដោះស្រាយជាមួយនឹងបញ្ហាមួយនេះបានអញ្ចឹងអ្នកគ្នាព្យាយាមសង្កេតមើលការសិក្សារៀនសូត្ររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃហើយនៅពេលដែលយើងចាប់ផ្ដើមសង្កេតមើលឃើញពីដំណើរការនៃការសិក្សារៀនសូត្ររបស់យើងហើយខ្ញុំគិតថាអ្នករៀននឹងចាប់ផ្ដើមមានការប្រុងប្រយ័ត្នជាមួយនឹងការសិក្សារៀនសូត្ររបស់យើងគឺខ្លាំងមែនទែនអញ្ចឹងនេះវាគ្រាន់តែជាចំណុចខ្លីៗឬមួយក៏ជាចំណុចដែលខ្ញុំចង់ឲ្យអ្នករៀនមានការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំងទេពីព្រោះថាខ្ញុំសង្កេតឃើញថាចំណុចទាំង3នេះហាក់បីដូចជាមានការបង្ងើយកន្តើយពីសិស្សគ្នាយើងថ្នាក់ទី12ខ្លាំងមែនទែនអញ្ចឹងវីដេអូនេះវាប្រៀបដូចជាសារដាស់តឿនមួយទៅកាន់គ្នាយើងហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងពេញចិត្តជាមួយនឹងខ្លឹមសារនៅក្នុងវីដេអូមួយនេះអញ្ចឹងតទៅនេះខ្ញុំបាទ Mavani សូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ